Alo,ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសួស្តីកាកូរ៉ាហើយមួយនេះគឺជាវីដេអូទី2ហើយដែលមានគឺនឹងនិយាយតាក់ទងជាមួយនឹង Group VIP អញ្ចឹងប្រហែលជាគ្នាយើងបានដឹងខ្លះៗហើយកាលពីអេពីសូតទី15មុនខ្ញុំបាននិយាយតាក់ទងអីខ្លះជាមួយនឹង Group VIP យ៉ានៅក្នុងវីដេអូមួយនេះខ្ញុំគឺចង់ប្រាប់ថា Group VIP របស់យើងឥឡូវនេះគឺបានបើកដំណើរការជាផ្លូវការហើយបើសិនមកជាគ្នាយើងមិនទាន់ដឹងពីរបៀបក្នុងការចូលរួមជាមួយនឹងសមាជិក VIP នោះទេចាំមិនមែនគឺប្រាប់អញ្ចឹងហើយគឺថាអត់មានអីពិបាកច្រើនទេនេះយើងគ្រាន់តែមើលមកក្រុម comment ហ្នឹងមកគឺនឹងឃើញជាមួយនឹង Telegram របស់ admin ហើយចុចទៅលើ link ហ្នឹងទៅហើយក៏ឆាតទៅកាន់ admin ទៅ admin គឺនឹងផ្ដល់ជាមួយនឹងព័ត៌មានផ្សេងៗដែលទាក់ទងជាមួយនឹង VIP គ្រប់របស់យើងអូមែនហើយមួយទៀតគឺកាន់តែងាយស្រួលជាងនឹងគឺគ្នាយើងចូលទៅកាន់ channel Telegram របស់ admin ផ្ទាល់នៅក្នុង channel Telegram របស់ admin ហ្នឹងគឺ admin នឹងជូនដំណឹងផ្សេងៗទាក់ទងជាមួយនឹង group VIP ផងក៏ដូចជាសាររឿងផ្សេងៗដូចគ្នាហើយបើគ្នាយើងនៅក្នុង channel Telegram ហ្នឹងស្រាប់ហើយគឺអត់ពិបាកទេគឺនឹងឃើញជាមួយនឹងការផុសរបស់ admin ដល់ admin គឺបានធ្វើការ pin នៅក្នុង Telegram គ្នាយើងក៏នឹង scan ជាមួយនឹង QR code ទូទាត់រួចហើយផ្ញើវិក្កយបត្រមកខាមានមកគឺរួចរាល់ជាការស្រេចកុំភ្លេចចូលរួមម្នាក់មួយណាមានគិតថាប៉ុណ្ណឹងគឺវាសមរម្យវែងហើយមែនអត់អញ្ចឹងហើយចូលរួមម្នាក់មួយទៅពីព្រោះថាផុតអំពីអេពីសូតទី16នេះគឺមាននឹងមិនបានផុសនៅលើ YouTube ទេតើសាររឿងរបស់យើងកំពុងតែល្អមើលចូលរួមម្នាក់មួយទៅណាគាត់បានបើកបានអេពីសូតនឹងសាររឿងក៏បានសម័យឃើញពេលវេលាដែលកញ្ញាស៊ូរបស់យើងបានជួបប្រទះក៏ដូចជារឿងរ៉ាវដែលនាងគឺធ្វើបានរកសម្ពាធអំពីគ្រួសារពេលហ្នឹងនាងគឺបានរៀបរាប់ប្រាប់ទៅកាន់ជនທາງអស់ហើយរាល់ថ្ងៃនាងរកសម្ពាធខ្លាំងមែនទែនសូម្បីតែមើលទូរទស្សន៍ហ្នឹងក៏មិនអាចផងសូម្បីតែលេងជាមួយនឹងមិត្តភ័ក្តិឲ្យស៊ីជម្រៅចិត្តស្និទ្ធបន្តិចហ្នឹងក៏ពិបាកដែរព្រោះថាប៉ាម៉ាក់របស់នាងក៏ពិតជាតឹងរ៉ឹងជាមួយនឹងនាងណាស់ដែលធ្វើឲ្យនាងគឺធ្វើអ្វីមិនជោគជ័យនោះទេនាងគឺតែងតែមានអារម្មណ៍ថាបាក់ទឹកចិត្តខ្លាំងមែនទែននៅពេលដែលពួកគាត់គឺអត់បានយកអំពីកូនបែបហ្នឹងតែងតែផ្ដោតឲ្យផលវិបាកដល់កូនគេសង្កត់ទៅលើកូនតឹងរឹងទៅលើកូនខុសតំណែងជាហេតុដែលធ្វើឲ្យនាងគឺសម្រាប់ចិត្តធ្វើនៅរឿងឈួតជាច្រើនកន្លងមកទាំងអស់នេះឯងវាគឺជាអតីតកាលក៏ដូចជារឿងដែលពិបាកទទួលយកមួយសម្រាប់នាងផងដែរបើយើងមើលមកកាន់ពេលបច្ចុប្បន្នវិញបន្ទាប់ពីស៊ូនាងក៏បានវេទៅកាន់អបិនឹងរួចនាងក៏ចាប់ផ្ដើមនិយាយសម្លុតទៅកាន់គេតែម្ដងដែលធ្វើឲ្យអបិមិត្តភក្តិជនທາງនឹងឲ្យមេដៃមួយហើយរាជនທາງមកយន្តស៊ីវិញគឺឡើងភាំងហ្មងកញ្ញានេះការយកស៊ូក៏បានអបិនឹងបញ្យល់នៅរឿងរ៉ាវគ្រប់យ៉ាងបញ្យល់មកអស់មកហើយអបិនឹងវាឃើញអញ្ចឹងទៅវាខ្លាចដែរវាក៏យកព្រមស៊ូក៏តាមទៅក៏រៀនបន្តទៀតថាបើសិនបើជាអញក៏ហក់តាមមួយម៉ាត់ដឹងតែងាប់នៅនឹងហ្មងហើយបើគ្នាយើងមើលកន្លែងហ្នឹងឃើញសញ្ញាព្រុញបាញ់ចំក្បាលពីរហ្នឹងគឺជនທາງរបស់យើងគិតថាពីរនាក់នេះចរិតដូចគ្នាហ្មងហឹង្សាបណ្ដោយយន្តស៊ីក៏បានហៅជនທາងរបស់យើងមកនិយាយគ្នាបន្តិចហើយគិតដូចអញអត់ចំស៊ូឥឡូវហើយក៏បានបែបហ្នឹងហើយបើសិនបើជារឿងនឹងដឹងដល់ប៉ូលីសឬក៏សន្តិសុខគឺរឿងនេះគឺអាចកើតទៅជារឿងធំបានណាវាតាក់ទងជាមួយនឹងរឿងឃាតកម្មណាឃាតកម្មថាមិនត្រូវក៏អាចមានបញ្ហាដល់ពួកយើងទៀតគណៈពេលដែលស៊ូរបស់យើងកំពុងតែសួរចម្លើយទៅកាន់អបិហ្នឹងបែបពីរនាក់នេះនិយាយគ្នាជជែកគ្នាឡើងពេញហ្នឹងរឿងនេះអត់សួរទេវើតែដឹងដល់ប៉ូលីសដល់ចប់ហ្មងពួកយើងមិនសួរដេកគប់ទៀតសំខាន់ណាស់ទាញទូរស័ព្ទឲ្យជនທາງមកយើងមើលទៀតនេះឯងមើលមេត្រានេះជាប់អីពីអ្នកនេះសម្លឹងមើលទៅកាន់ស៊ូហើយញាក់សាច់ឥឡូវយើងបាយមកមើលអតីតកាលខ្លះនៅពេលដែលស៊ីយ៉ារបស់យើងគឺជាតារាបន្តិចទៅអញ្ចឹងឈ្មោះថាជាតារាស៊ីយ៉ារបស់យើងគឺត្រូវតែស្អាតជានិច្ចគឺត្រូវតែញញឹមជានិច្ច director របស់នាងនឹងគឺបានប្រាប់មកកាន់នាងគឺជាតារាម្នាក់ដូច្នោះគ្រប់ពេលគឺត្រូវតែ clean គឺត្រូវតែស្អាតហ្មងគ្រប់គ្នាគឺត្រូវតែញញឹមដើម្បីផ្ដល់នូវស្នាមញញឹមផ្ដល់នូវភាពរស់រាយទៅកាន់អ្នកគាំទ្រមិនថាបើទោះបីជាយ៉ាងណាទេគឺត្រូវតែធ្វើវាឲ្យល្អស៊ីយ៉ារបស់យើងគេតែងខ្លួនឲ្យបណ្ដានាងចាប់ផ្ដើមជឿក្បាលនិងគិតវល់នៅក្នុងចិត្តបណ្ដាហើយព្រោះថា director របស់នាងនឹងព្យាយាមស្រែកថាឲ្យមនុស្សគ្រប់គ្នាខ្លាំងមែនតើព្រៀនបណ្ដាដៃទីមាត់នោះទេលើតែពីស្នាមញញឹមខ្លាំងនឹងឯងដែលធ្វើឲ្យនាងពេលនេះគឺមិនអាចទ្រាំទ្របានទៀតនោះទេហើយនាងក៏ចាប់ផ្ដើមសើចក្នុងលក្ខណៈហួសចិត្តនិងឈឺចាប់ខ្លាំងមែនតើហើអ្វីមកថ្លែងមិនឃើញទេកន្លែងសើចនឹងយើងបានដឹងហើយគឺនាងក៏បានសើចជនทางរបស់យើងបានឃើញដែរនៅពេលដែលជនทางរបស់យើងនឹងជាមួយនឹងរូននេះកំពុងតែនៅជាមួយនឹងគ្នានោះឯងដោយចាប់តាំងពីថ្ងៃហ្នឹងមកស៊ីយ៉ាក៏បានដាក់ចេញអំពីវិស័យមួយនឹងហើយនាងក៏ថែមតែរៀនជក់បារីទៀតប៉ុន្តែនាងអត់ចេះជក់ទេគឺឆ្លក់ឡើងពេញនឹងហ្មងខ្សែជីវិតរបស់នាងក៏ពិតជាឯកានឹងកំសត់ខ្លាំងមែនតើឈ្មោះជាតារាល្បីម្នាក់ប៉ុន្តែហើយភាពឯកជនមើលខ្លួនឯងអត់បានទេហើយភាពជាខ្លួនឯងនឹងគឺអត់បានសោះហ្មងគ្រប់ពេលគឺរស់នៅដោយការសម្ដែងជានិច្ចនៅពេលដែលនាងបានគិតទៅដល់រឿងហ្នឹងបច្ចុប្បន្ននេះវិញនាងកំពុងតែបង្ហូរទឹកភ្នែកពេលដែលជនทางរបស់យើងគឺបានគូសទ្វាររបស់នាងផងដែរហើយនាងក៏បានឲ្យគាត់ចូលមកខនតែម្ដងជនทางក៏បានប្រាប់ទៅកាន់ស៊ីយ៉ាអំពីរឿងនោះដែលពួកគេអត់បានខលទៅបលីអីទេពីព្រោះថាស៊ូគឺបានវេទៅកាន់អបិនឹងមកដល់ផ្ទះបើប្រឹងបលីគឺមានបញ្ហាកាន់តែធំក៏ប៉ុន្តែពួកយើងក៏បានសួរចម្លើយគេក៏ដូចជាប្រមូលយកព័ត៌មានជាច្រើនអំពីគេផងដែរក្នុងនោះក៏មានកាត SD ដែលបានដកចេញយកអំពីកាមេរ៉ានោះគឺមានរូបថតជាច្រើនដែលតាក់ទងជាមួយនឹងនាងដូចគ្នានាងចង់ចាត់ការបែបម៉េចក៏ចាត់ការទៅហើយជនทางបានបញ្ជាក់ថារឿងមួយនឹងពួកយើងបានដោះស្រាយរួចរាល់ហើយអត់មានបន្សល់ដានឬក៏រឿងអីដែលមិនត្រឹមត្រូវឲ្យបលីមកសង្ស័យលើពួកគេបន្តទេពីព្រោះថាទាំងស៊ូក៏ដូចជាប្រូមេធំយើងហ្នឹងបានស្លុតទៅកាន់អាជនសង្ស័យម្នាក់ហ្នឹងឯង
เธอវាបាត់ស្បាតហ៊ានពាក់ព័ន្ធទេហើយវាក៏បាននិយាយថាសន្យាផងដែរគឺនឹងមិនពាក់ព័ន្ធមួយរឿងនឹងទៀតឡើយជនថាងក៏បន្តថានៅក្នុងកំណត់ត្រានៅក្នុងសភៅទាំងអស់នេះគឺជាការសរសេរសារភាពទោសអំពីអបិនឹងទាំងអស់ហើយរូបថតក៏ដូចជាហាត់ត្រៃផ្សេងៗហ្នឹងក៏ត្រូវបានលុបចោលបំផ្លាញចោលដែរមានឲ្យសល់ផុសតាងស្អីៗមួយទេឥឡូវនេះគាត់ខំចង់ប្រាប់ថាស៊ីយ៉ារបស់យើងចង់រៀបការទៅប៉ូលីសឬក៏សាលារៀនមិនអីហ្នឹងគឺរៀបការទៅឬក៏ចង់បញ្ចប់នៅរឿងរ៉ាវទាំងអស់ហ្នឹងតែប៉ុណ្្នឹងក៏តាមចិត្តរបស់នាងទៅពីព្រោះថាគាត់បានប្រមូលយកនៅផុសតាងក៏ដូចជាព័ត៌មានផ្សេងៗអំពីគេអស់ហើយយ៉ាងច្រើនបើស៊ីយ៉ាប្តឹងប៉ូលីសអាប៉ិនឹងឯងនឹងជាប់គុកឬក៏បង់ប្រាក់ពិន័យចឹងទៅបើសិនបើជាស៊ីយ៉ារបស់យើងប្តឹងឬក៏លុបរឿងរ៉ាវដែលពាក់ព័ន្ធទាំងអស់ហ្នឹងចោលគឺវាអាស្រ័យលើនាងនោះឯងនិយាយមកដល់ចំណុចនេះស៊ីយ៉ាក៏បានស្ទុះមកអបជនថាងយើងយកតែម្ដងដែលធ្វើឲ្យជនថាងរបស់យើងគាត់គឺពិតជាមានអារម្មណ៍ថាប្លែកចិត្តខ្លាំងមែនតើហើយលើពីនឹងទៅទៀតគាត់ក៏កាន់តែយល់អំពីជំរឿចិត្តរបស់ស៊ីយ៉ាកាន់តែច្បាស់ហើយថាពេលនេះនាងកំពុងតែកើតអីនិងគិតអីមកលើគាត់ដូចគ្នាហើយស៊ីយ៉ារបស់យើងក៏បាននិយាយទៅកាន់ជនថាងថាតើខ្ញុំគឺអាចខីទៅកាន់លោកបានឬក៏អត់លើនៅសម្ដីនឹងឡាយមកវាបានធ្វើឲ្យជនថាងរបស់យើងនៅមុខឡើងក្រហមបណ្ដោយចំគីអីគេខីមាត់ជនថាងរបស់យើងក៏បានតបថាអត់ការទេអាក្រក់មើលអញ្ចឹងកន្លែងណាវិញចោថ្ពខាងស្ដាំនោះអនុញ្ញាតអត់ជនថាងក៏បានថាទេចុះខាងឆ្វេងក៏អត់ដែរហើយចុះផ្នែកខាងមុខទេចុះកទេចំទេរហូតចឹងបើសិនមកជាលោកទេរហូតចឹងខ្ញុំសុំខីនៅផ្នែកខាងក្រោមហ្មងទៅចុងរួចខីផ្នែកខាងក្រោមហ្នឹងគេខីនៅកន្លែងណាទៅគ្នាយើងព្រឺរោមដល់ហើយនេះគឺថាកញ្ញាស៊ីយ៉ារបស់យើងហ្នឹងគឺបានខីទៅកាន់ដៃរបស់ជនថាងណរៀងអត់សំណើចខ្លាំងមែនតើធ្លាប់តែឃើញប្រុសគេខីទៅកាន់ស្រីតានេះស្រីមកថាទៅកាន់ដៃរបស់ប្រុសឯណានេះខ្ញុំឡើងញ័រសាច់ហ្មងគិតទៅអាប៉ែនេះភ្លើមែនណាបើសិនបើជាតួប្រុសនឹងជា admin ណាកញ្ញាស៊ីយ៉ារបស់យើងដល់ចប់បើ admin ហើយស៊ីយ៉ាក៏បានយកដៃរបស់ជនថាងមកធ្វើការអង្អែទៅកាន់ថ្ពាល់របស់នាងខណៈដែលនាងកំពុងតែអន្លង់ជាមួយនឹងទឹកភ្នែករបស់នាងផងដែរជនថាងដកដៃយ៉ាងលឿនព្រោះថាឡើងព្រឺរោមហ្មងស៊ីយ៉ាតែយើងក៏មើលមុខជនថាងភ្នែកឡើងលៀនប៉ិនប៉ឹងមកហើយកញ្ញានេះក៏ស្រាប់តែសើចឌឺគេទៀតហើយអរគុណគេតាមក្រោយហេកញ្ញាលោកថ្ងៃស្អែកក៏បានចូលមកដល់យើងក៏បានដឹងដែរថាពេលនេះស៊ីយ៉ាបានរាយការណ៍ទៅកាន់ប៉ូលីសឬក៏ខាងសាលារៀនអីទេដែលនាងគឺបានបោះបង់ជាមួយនឹងកំណត់ទាំងអស់នេះចោលតែកញ្ញារបស់យើងមិនបានន័យថាប៉ែនឹងរួចខ្លួនណាកញ្ញាបាននិយាយទាំងមួម៉ៅទាំងខឹងថាចាំមើលតែមានលើក្រោយប៉ែនឹងដឹងតែស៊ីថ្មងហ្មងអត់រួចខ្លួននោះទេព្រោះថាផតតាទាំងអស់នាងគឺមាននៅក្នុងដៃហើយបើសិនមកជាប៉ែនឹងពាក់ព័ន្ធនឹងរឿងនឹងទៀតគឺដឹងតែចប់របស់នាងហ្មងមើលតែកំហឹងរបស់ចែនឹងទៅដឹងហើយបញ្ជាក់ទៀតថាបើឯងបានដេកគុកទេក៏បោះបង់ការសិក្សាដែរបើសិនបើជាហ៊ានលុកដៃក៏ដូចជាចូលរួមជាមួយនឹងរឿងទាំងអស់នេះទៀតរួចជនថាងរបស់យើងក៏បានលើកដៃធ្វើវាបជ័យយកអញ្ចឹងដោយសារតែពេលនេះពួកគេបានសម្រេចក៏ដូចជាជោគជ័យនៅរឿងរ៉ាវដ៏ធំមួយហើយគណៈដែរស៊ូជាមួយនឹងរូនីក៏បានដើរមកហើយលើកដៃជ័យយកពេញនឹងដែរទៅឡើងសប្បាយរីករាយមកទាំងស៊ីយ៉ាទៀតផងរួចពីអ្នកណាក៏បានដើរទៅរកស៊ីយ៉ាទៅមួយឡែកដែលពីអ្នកនេះគឺបានមកដល់នឹងតាណាគ្នាពួកគេបញ្ចប់ការសិក្សាមួយគ្នាបញ្ចប់ការសិក្សាមកគឺចេញពីរៀនមកតាណាគ្នាអញ្ចឹងហើយក៏ចេញមកជាមួយគ្នាហ្មងទៅនៅពេលនេះកំពុងតែបបួលស៊ីយ៉ារបស់យើងកំងអីញ៉ាំហើយរូនីក៏ថែមទាំងបញ្ជាក់ទៀតថាគេកំពុងតែបញ្ចុះបល័យចុះបល័យចុះតឡៃមើលទៅមនុយនេះតំណងគឺអាចធ្វើការកំងបានអត់នេះតោះមកចាំយូរទេព្រោះយើងបជាទិញហ្មងទៅដឹងតែឆ្ងាញ់ហ្មងហើយសកម្មភាពទាំងអស់នេះវាក៏បានធ្វើឲ្យស៊ីយ៉ារបស់យើងពេលនេះគឺសើចដែលការសើចនេះគឺសើចចេញពីចិត្តមកហ្មងដែលធ្វើឲ្យជនថាសម្លឹងមើលទៅកាន់នាងនេះគឺជាលើកទី1ហើយដែលគាត់គឺបានឃើញស៊ីយ៉ារបស់យើងសើចនៅក្នុងចំណោមមនុស្សព្រោះថារាល់ដងនាងគឺញញឹមឬក៏សើចតែដាក់គាត់នឹងអត់សូវញញឹមដាក់ណាគេទេលោកបន្ទាប់ពីនឹងយើងក៏បានឃើញថារូនីជាមួយនឹងជនថាព្រមទាំងស៊ីយ៉ាក៏បានមកដាប់ផ្សារជាមួយនឹងគ្នាដែលពេលហ្នឹងចាប់អារម្មណ៍ជាមួយនឹងសំឡេងចម្រៀងក៏ដូចជាព័ត៌មានដែលគេបញ្ជាក់ថាក្រុម Dream Sweet ហ្នឹងគឺនឹងចាត់ចេញអាល់ប៊ុមថ្មីហើយដល់ជនថាក៏បានប្រាប់រឿងនឹងទៅកាន់ស៊ីយ៉ាតែមើលទៅមុខទៅជនថាអាចសង្កល់បានដឹងថានាងគឺមិនចង់លើអំពីក្រុមរបស់នាងនោះទេយ៉ាងណាក៏ដោយមួយរយៈក្រោយនេះជនថារបស់យើងឃើញថាស៊ីយ៉ាគឺមានភាពវិជ្ជមានច្រើននោះមានន័យថានាងគឺរៀងចុះសម្រុងជាមួយនឹងវត្តមានមនុស្សជុំវិញខ្លួនរៀងច្រើនជាងមុនខណៈនៅពេលនេះយើងក៏បានឃើញថាជនថារបស់យើងដូចជាទៅតែប្រឡងបញ្ចប់ទេក៏មើលមុខរបស់គាត់ដាច់យកមួយថ្ងៃហើយវោមើលមេរៀនដោយសារតែគាត់គឺមួយថ្ងៃនឹងអត់បានដេកសោះហ្មងវោមើលមេរៀនចង់ឲ្យមកដល់តែដូចរឿងស្មីស្មឺអស់កម្លាំងខ្លាំងខណៈដែលស៊ីយ៉ារបស់យើងវិញក៏ដូចជាមកកោទៀតហើយនេះចង់បួប៉ៃនឹងជប់លៀងព្រោះទៅប្រឡងហើយតែមើលទៅនិយាយមិនចូលគ្នាសោះអាមួយអត់បានដេកអត់បាននៅហើយអាមួយទៀតនេះមកបួគ្នាជប់លៀងញ៉ាំអីរហូតបួទៅនេះទៅនោះរហូតញ៉ាច់លើអញរួមឡងពេលហ្នឹងជនថាក៏បានសួរសំណួរមួយទៅកាន់ស៊ីយ៉ាតែស៊ីយ៉ាអត់បានឆ្លើយនៅពេលដែលគាត់បើកភួយមើលទៅឃើញកញ្ញាស៊ីយ៉ាក៏ពុះសឡឹងមើលគាត់មានន័យអៀនគ្នាបដ ហើយអូយកញ្ញាស៊ីយ៉ាមិនធ្វើមុខចឹងនេះកុំប្រាប់ថាលួចមើលកូនគេកុំប្រាប់កុំក្បាលខូចណាវើយយោចោតប្រកាន់គេមើលមុខខ្លួនឯងមើលមុខខ្លួនឯងមើលភ្នែកក៏ឡើងខ្មៅអស់លេងហើយភ្នែកខ្មៅមកជុំណាងុំមុខក្រហមមកទៀតបានសេសាលួចមើលអីណាអំឡុងពេលនឹងផងដែរយើងក៏ស្រាប់តែបានលើសម្លេងកដឹងក្រឹងក៏លេចទៅមើលខាងក្រៅយើងក៏ដូចជាបានឃើញជាមួយនឹងវត្តមានរបស់ស៊ូស៊ូដែលកំពុងតែកាន់ជាមួយនឹងវ៉ាលីផងដែរ